ចាស់ជាបន្តទៀតសូមអញ្ជើញឃើញថាបែកខានារីនោះគឺមាន3រូបកន្លងមកហើយបាទបាទឥឡូវនេះលោកម្ដងបាទចូលដល់បេក្ខជនឲ្យលោកដូចតែគ្នាហ្នឹងបាទចុះបើមានថាខុសឯណាគឺត្រូវតាបាទគឺតម្រូវទៅលើបេក្ខជនគឺលោកកឹមសុធីចាលោកនឹងឡើងបកស្រាយនៅចម្រៀងមួយបទក្រោមចំណងជើងថាស្រឡាញ់អូនដល់ឆ្អឹងបាទគាត់អត់ស្រឡាញ់ទេស្រឡាញ់តែឆ្អឹងបាទគាត់អត់ស្រឡាញ់ស្រឡាញ់តែស្រីស្គមទេគាត់ស្រឡាញ់ទាំងអស់ដើមគាត់មកក្រោយខ្នងចាអត់អីទេស្រឡាញ់ទាំងឆ្អឹងទាំងសាច់ទេហ្មងអត់ទេស្រឡាញ់តែសាច់ជាងចាំមកជាងស្រឡាញ់អូនដល់ឆ្អឹងចង់ញ៉ាំសាច់ផងយកដល់ឆ្អឹងទៀតងាប់ហើយចង់ញ៉ាំសាច់ដល់ឆ្អឹងចាអញ្ចឹងសូមជួយបកស្រាយស្រឡាញ់អូនដល់ឆ្អឹងដល់តើទៅចាហៅឡូ
មានចង់បានអ្វីត្រូវពីចិត្តមកស្នេហ៍ស្នងនៅក្នុងរង្វង់ដៃអូនដៃបីត្រតត្រជាចិនបងស្រឡាញ់ហើយស្រឡាញ់តែអូនបងហ៊ានលះបង់នៅតលជីវិតអូនចង់បានអ្វីក៏បងសូមចិនព្រួតបិទបងស្រឡាញ់អូនដល់ឆ្អឹងសង្ឃឹមថាលោកបានជាប់ដោយសារកាយវិការយើងចាស់ចាកាយវិការដល់ហើយបាទឃើញថាបាទចម្រៀងដែលលោកបកស្រាយនោះបាទមិនត្រឹមតែស្រឡាញ់អូនដល់ឆ្អឹងទេបាទគឺអ្វីសុខចិត្តបកគលឲ្យអូនទាំងអស់ឲ្យតែអូនព្រមអញ្ចឹងហ៎តែបើបងវិញបងច្រៀងឃ្លាចុងក្រោយបន្តិចគឺច្រៀងផ្សេងច្រៀងថាម៉េចព្រួងត្បិតបងស្រឡាញ់អូនដល់នឹងដល់នឹងស្អីគេនឹងគិតមើលខ្លួនឯងទៅងាប់ហើយនេះខ្ញុំដល់ឆ្អឹងនេះគឺអ្វីក៏បកគលឲ្យដែរចាបន្តទៀតបាទដើម្បីកុំឲ្យពេលវេលាកន្លងផុតទៅយូរគឺសូមគោរពអញ្ជើញអ្នកស្រីសុកហៀងបាទអ្នកស្រីនឹងឡើងបកស្រាយនៅចម្រៀងមួយបទក្រោមចំណងជើងថាអស្ចារ្យណាស់សង្សាខ្ញុំហ្នឹងត្រូវហើយចុះមិនសង្សារហ្នឹងបានអស្ចារ្យមែនទេសង្សារគាត់ពិសេសស្អាតណាអញ្ចឹងហ៎ហ្នឹងតែគាត់ស្រឡាញ់បានន័យថាអស្ចារ្យហើយបាទដូចនេះសូមអញ្ជើញបាទសូមគោរពអញ្ជើញ